សូមក្រាបថ្វាយបង្គំគុណការទាំង3ដោយសេចក្តីគោរពសូមនមស្ការក្រាបថ្វាយបង្គំគុណចាស់គ្រប់អង្គសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងទស្សនាក្នុងវីដេអូមួយនេះបាទថ្ងៃនេះខ្ញុំមានប្រធានបទមួយចង់លើកឡើងពីពាក្យថាធ្វើបាបបានបាបធ្វើបុណ្យបានបុណ្យឬក៏កម្មផលបាទគឺកម្មផលនឹងឯងដែលធ្វើបាបបានបាបធ្វើបុណ្យបានបុណ្យហ្នឹងអញ្ចឹងកម្មផលបងប្អូនត្រូវស្គាល់ថាតើអ្វីទៅជាតួកម្មហើយអ្វីទៅជាផលតើផលហ្នឹងស្អីទៅដែលយើងឲ្យឈ្មោះថាជាផលណាបងប្អូនទាំងអស់គ្នាប្រហែលជាធ្លាប់បានដឹងមកហើយអំពីកម្មផលហ្នឹងប៉ុន្តែសម្រាប់ខ្លួនខ្ញុំផ្ទាល់ខ្ញុំពីមុនមកមុននឹងបានសិក្សានៅមេរៀនប្រធរមេរៀនបរមត្ថធរគឺខ្ញុំមិនយល់ច្បាស់អំពីរឿងកម្មផលឬបាបបុណ្យហ្នឹងទេគឺខ្ញុំគិតតែអំពីរឿងដែលយើងទៅមិនដល់ដូចជារឿងកម្មផលជាដើមតើតើនឹងកម្មខ្ញុំនិយាយខ្ញុំគិតអំពីរឿងដែលយើងបានធ្វើទង្វើដែលយើងបានធ្វើចេញទៅដូចជាសម្រាប់សត្វនេះទើបខ្ញុំឲ្យឈ្មោះថាជាការសាងនៅកម្មសាងនៅអកុសលកម្មឬក៏សាងនៅអំពើបាបនឹងឯងបាទហើយសកម្មភាពដូចជាការធ្វើទានការផ្គត់ផ្គង់អ្នកដតីអីមួយការស្ដាប់ប្រធរទៅខ្ញុំឲ្យឈ្មោះថាជាកុសលកម្មមានថាការសាងនៅកុសលបាទហើយដោយឡែកផលក៏ដូចគ្នាដែរគឺខ្ញុំគិតអំពីថាយើងខំប្រឹងសាងនៅកុសលកម្មជាតិនេះកុសលច្រើនក្នុងជាតិនេះដើម្បីទទួលបានផលគឺជាតិក្រោយខ្ញុំគិតអំពីរឿងជាតិក្រោយថាផលហ្នឹងថាផលហ្នឹងគឺជារបស់ដែលចាំទទួលនៅជាតិក្រោយនោះដូចជាយើងខំប្រឹងសាងកុសលជាតិនេះខំប្រឹងធ្វើទានទៅដើម្បីឲ្យជាតិក្រោយទទួលបាននៅភោគទ្រព្យច្រើនទៅកើតក្នុងតកូលអ្នកមាននេះជាដើមបាទអ្នកមានទ្រព្យសម្បត្តិអ្នកមានអាយុស័ក្តិនេះជាដើមហើយបែកខាងអកុសលក៏ដូចគ្នាដែរខ្ញុំតែងតែគិតអញ្ចឹងថាបើក្នុងជាតិនេះយើងសាងដែលសាងហ្នឹងគឺខ្ញុំចង់និយាយទៅដល់ការចេញនៅសកម្មភាពហើយណាគឺដូចជាថាយើងទៅលួចគេយើងទៅសម្លាប់គេយើងទៅផឹកគ្រឿងសង្វឹងបាទយើងទៅសាងសកម្មភាពខាងក្រៅហើយហ្នឹងគេហៅថាសាងបាបហើយផលឲ្យនោះគឺជាតិក្រោយទៅកើតនៅក្នុងឋានទាបដូចជាប្រែតនរកសូរកាយជាដើមហ្នឹងទៅហើយបើមកកើតក្នុងមនុស្សក៏ជាមនុស្សដែលខ្សត់ខ្សោយមិនមានទ្រព្យសម្បត្តិអីជាដើមតែយើងសម្លាប់គេច្រើនធ្វើឲ្យយើងមានអាយុខ្លីអីជាដើមនេះគឺជាកម្មផលដែលខ្ញុំធ្លាប់បានគិតតាំងពីមុនខ្ញុំបានសិក្សាព្រះធម៌សិក្សាបរមត្ថធម៌ណាបាទក្រោយមកទៀតខ្ញុំបានសិក្សាអំពីបរមត្ថធម៌ខ្ញុំមើលឃើញថាការយល់របស់ខ្ញុំពីមុននោះมันខុសទេបាទมันខុសទេគ្រាន់តែមិនតាន់គ្រប់ជ្រុងជ្រោយកុសលដែលសាងកម្មដែលយើងសាងគឺវាជ្រៅជាងការដែលខ្ញុំគិតពីមុនជ្រៅយ៉ាងម៉េចបងប្អូនជ្រៅតង់ថាពីមុនខ្ញុំគិតថាតើតែយើងចេញសកម្មភាពធ្វើទៅហើយទៅហៅថាសាងនៅកុសលឬក៏អកុសលបាទប៉ុន្តែធាតុពិតវាមិនត្រឹមតែប៉ុណ្្នឹងទេមិនមែនថាប៉ុណ្្នឹងខុសទេណាត្រូវប៉ុន្តែធាតុពិតវាមិនត្រឹមតែប៉ុណ្្នឹងទេវាជ្រៅវាល្អិតជាងនឹងទៅទៀត
គឺថាការសាងគឺគ្រាន់តែចិត្តរបស់យើងគិតគឺឈ្មោះថាសាងបាត់ទៅហើយបាទចិត្តហ្នឹងគឺជាប្រធានបាទចិត្តគិតអីគឺសាងកម្មហ្នឹងហើយបាទចិត្តគិតហ្នឹងគឺជាតួកម្មហ្នឹងឯងហ្នឹងឯងចិត្តគិតហ្នឹងគឺជាតួកម្មតែម្ដងបើយើងគិតបែបអកុសលគឺឈ្មោះថាសាងនៅអំពើបាបឯងបាទឈ្មោះថាសាងនៅអកុសលអកុសលកម្មឯងដូចជាយើងគិតក្នុងចិត្តរបស់យើងប្រកបដោយសេចក្តីលោភលន់ចង់បានរបស់គេចង់ឈ្នាននេះគេឃើញទេគ្រាន់តែគិតប៉ុណ្ណឹងក៏ឲ្យឈ្មោះថាសាងនៅអកុសលកម្មបាត់ទៅហើយឈ្មោះថាសាងកម្មទៅហើយណាមិនចាំបាច់ដល់តែទៅលួចគេតែម្ដងនេះគ្រាន់តែមើលឃើញរបស់គេហើយក៏រំពៃគិតថាខ្ញុំចង់បានរបស់ហ្នឹងណាហើយខ្ញុំគិតចង់គេងបន្លំអ្នកហ្នឹងចង់លួចអ្នកហ្នឹងកុំឲ្យអ្នកហ្នឹងដឹងដើម្បីបានរបស់ហ្នឹងមកខ្លួនឯងនេះគ្រាន់តែការគិតប៉ុណ្ណេះក៏ឲ្យឈ្មោះថាការសាងកម្មបាត់ទៅហើយបាទគឺសាងអកុសលកម្មឬយើងហៅថាសាងបាបហ្នឹងហើយចឹងណាហើយតើតើនឹងការសម្លាប់អីជាដើមមិនចាំបាច់តតែយើងទៅសម្លាប់បានឈ្មោះថាការសាងនៅអកុសលកម្មទេបាទបើយើងចេញទៅសម្លាប់មែនវាច្បាស់ហើយថាវាជាអកុសលកម្មវាជាអំពើបាបបានទៅហើយកម្រិតធ្ងន់ទៅទៀតប៉ុន្តែវាមិនមែនមានន័យថាមានត្រឹមតែប៉ុណ្ណឹងទេគ្រាន់តែក្នុងចិត្តរបស់យើងនឹងគិតថាបំណងនឹងចង់សម្លាប់គេក៏ឈ្មោះថាសាងនៅអកុសលកម្មបាត់ព្រោះយើងខឹងគេយើងខ្មាញ់គេយើងទ្រាំមិនបានចង់ទៅវាយគេបណ្ឌិតគេខត់គេអីចឹងទៅយើងក៏មិនបានទៅចេញសកម្មភាពនេះអាចិត្តខាងក្នុងនេះឈ្មោះថាសាងនៅអកុសលកម្មបាត់ទៅហើយបាទហៅថាសាងនៅអំពើបាបបាត់ហើយបាទអញ្ចឹងគ្រប់ការគិតរបស់យើងទាំងអស់គ្រប់គ្នានេះគ្មានខណៈណាមួយដែលមិនស្ថិតនៅក្នុងការសាងនៅកម្មទេបាទគឺគ្រប់ខណៈនៃការគិតទាំងអស់សុទ្ធតែបានសាងនៅកម្មហើយកម្មហ្នឹងគឺមាន2ប្រភេទគឺទី1កុសលកម្មទី2អកុសលកម្មបាទកុសលកម្មគឺសាងនៅបុណ្យហ្នឹងឯងហើយអកុសលកម្មគឺសាងនៅបាបហ្នឹងឯងបាទហើយมันមានចិត្តដតីឯណានៅកណ្ដាលដែលថាបុណ្យក៏មិនធ្វើបាបក៏មិនធ្វើអត់ទេបាទគ្រប់ការគិតរបស់យើងទាំងអស់មិនថាគិតបែបម៉េចទេថាពេលខ្លះយើងមិនអាចវែកញែកបានដោយសារបញ្ញាយើងមិនមានជ្រាលជ្រៅក្នុងការវែកញែកយើងមិនដឹងថាតើការគិតរបស់យើងហ្នឹងបាបឬក៏បុណ្យប៉ុន្តែវាបានចាត់ចែងរួចទៅហើយថាបុណ្យឬក៏បាបហ្នឹងគឺវាច្បាស់លាស់ខ្លួនវាទៅហើយយើងគិតអីគ្រាន់តែឃើញផ្កាមួយទងហើយយើងក៏មានអារម្មណ៍ថាផ្កានេះស្អាតណាស់ហើយយើងក៏ចូលជាពាក់ជាមួយនឹងផ្កាហ្នឹងគ្រាន់តែប៉ុណ្ណឹងបងប្អូនក៏ឲ្យឈ្មោះថាសាងនៅអកុសលកម្មបាត់ទៅហើយបាទគឺល្អិតប៉ុណ្ណេះទេល្អិតណាស់ហើយការសាងនៅអកុសលកម្មហ្នឹងគឺប្រកបដោយលោភៈយើងស្រឡាញ់ជាប់ជាពាក់នឹងផ្កាហ្នឹងនឹកសម័យបានទៅកន្លែងហ្នឹងទៀតឃើញផ្កាហ្នឹងចឹងហើយយើងក៏ជាប់ជាពាក់ជាមួយនឹងរូបផ្កាហ្នឹងនឹងក្លិនផ្កាហ្នឹងណាបាបបានឈ្មោះថាសាងបាបបានប៉ុណ្ណេះអត់ទាន់មានទទួលបាបដដែលទេព្រោះវាជាចិត្តមួយដែលប្រកបដោយលោភៈទៅហើយតែប្រកបដោយលោភៈគឺបាបហើយនៅក្នុងបរមត្ថធម៌គឺល្អិតយ៉ាងនេះមិនចាំបាច់តទៅចេញសកម្មភាពទេបាទហើយបន្ទាប់ពីយើងសាងបាបហើយទាំងអស់ទាំងការសាងដោយដាច់កម្មបត្តិដូចជាចេញទៅសម្លាប់ទៅលួចទៅឆក់ទៅប្លន់ទៅរំលោភបាទទៅផឹកគ្រឿងស្រវឹងទៅនិយាយកុហកអីជាដើមនោះគឺជាកម្មធ្ងន់ណាស់តែកម្មល្អិតគឺគ្រាន់តែចិត្តគិតខាងក្នុងហ្នឹងវាជាការសន្សំពូជដែរដូចជា
ប្រសិនបើយើងរក្សាទុកនៅចិត្តខឹងក្រោតនឹងច្រើនដូចយើងខឹងមនុស្សម្នាក់អញ្ចឹងណាបើជួបលើកដំបូងអីអញ្ចឹងទៅគាត់ធ្វើខុសលើកទី1យើងមិនសូវទាន់អីយើងអនុគ្រោះលើកទី2ចាប់ដើមរៀងតឹងតិចលើកទី3ចាប់ដើមរៀងតឹងតិចហើយបើច្រើនដងទៅឃើញយើងកាន់តែខឹងខ្លាំងដែរកាន់តែទ្រាំលេងបានដែរដោយសារអីដោយសារតែយើងសន្សំបាទដោយសារតែយើងសន្សំមកយូរហើយការសន្សំចិត្តខឹងរឿយនេះគឺជាអំពើបាបឯងឃើញទេដល់ពេលយើងសន្សំយូរទៅរហូតដល់យើងចេញទៅធ្វើសកម្មភាពទៅវាយទៅសម្លាប់អីជាដើមនេះជាការសន្សំនៅចិត្តខឹងឃើញទេចឹងថាការសន្សំតិចហ្នឹងគឺជាការសាងនៅកម្មហើយចង់និយាយទាក់ទងនឹងផលមកវិញដែលខ្ញុំបានលើកឡើងខាងដើមថាខ្ញុំតែងតែគិតថាផលហ្នឹងគឺទាល់តែជាតិក្រោយទៅទទួលបានផលហ្នឹងទៅកើតកំណើតជាប្រែតជានរកជាអីចឹងទៅហើយបើថាសាងផលបុណ្យឬកើតជាទេវតាឬកើតជាប្អិនប្រព្រំអញ្ចឹងទៅឬក៏កំណើតជាមនុស្សដែលសម្បូរទ្រព្យសម្បត្តិចឹងទៅសម្បូរយុស័កសម្បូរសុខភាពចឹងទៅសុខភាពល្អចឹងណាប៉ុន្តែបន្ទាប់ពីខ្ញុំបានសិក្សាបរមត្ថធម៌ហើយខ្ញុំឃើញថាផលវាល្អិតជាងនឹងទៅទៀតដែលខ្ញុំមិនបានដឹងថាតាមពិតគ្រប់យ៉ាងដែលយើងរស់នៅសពថ្ងៃនេះដែលទទួលដឹងឮនេះសុទ្ធតែជាផលរបស់កម្មដែលយើងសាងទាំងអស់បាទផលយ៉ាងម៉េចផលគឺវាឲ្យផលមកយើងវិញតាមរយៈទ្វាខ្ញុំនិយាយតែទ្វា5ទេតាមពិតវាមានដល់ទ្វា6តាមទ្វាផ្លូវចិត្តមួយទៀតប៉ុន្តែវាហួសវិស័យក្នុងការដែលយើងគិតឃើញហើយបើក្រៅទ្វារហូតដល់ចិត្តក្រោយហ្នឹងក៏អត់ខុសដែរក៏នៅតែត្រូវប៉ុន្តែវាមានត្រឹមតែប៉ុណ្្នឹងវាមានល្អិតជាងនឹងទៅទៀតវាឲ្យផលមកវិញតាមរយៈអីតាមរយៈការឃើញនេះភ្នែកតាមរយៈទ្វារភ្នែកឃើញរូបមិនល្អឈ្មោះថាជាផលរបស់បាបហើយបាបឲ្យផលហើយណាឃើញរូបមិនល្អហ្នឹងក៏ឈ្មោះថាបាបឲ្យផលដែរណាភ្នែកយើងមិនមែនចេះតែឃើញរូបមិនល្អរាល់ថ្ងៃរាល់ពេលរាល់វេលាទេមែនទេពេលខ្លះក៏ឃើញរូបល្អពេលខ្លះក៏ឃើញរូបមិនល្អអញ្ចឹងត្រូវដឹងថាខណៈដែលឃើញរូបមិនល្អហ្នឹងគឺជាខណៈដែលបាបឲ្យផលហើយបានវាតោងយើងឲ្យទៅឃើញរូបមិនល្អមិនជាទីកប់ចិត្តបាទមិនជាទីមើលនេះហើយតាមរយៈទ្វារភ្នែកហើយក៏តាមរយៈទ្វារតិចក៏ដូចគ្នាតាមរយៈទ្វារតិចនេះនៅពេលដែលយើងស្ដាប់ឮសំឡេងគ្រប់យ៉ាងទាំងអស់វាសុទ្ធតែជាផលរបស់កម្មបាទវាសុទ្ធតែជាផលរបស់កម្មបើឮសំឡេងល្អចាត់ចូលថាជាផលរបស់បុណ្យឲ្យផលឲ្យផលរាល់ថ្ងៃតាកម្មផលមិនមែនចាំដល់ទៅជៀនមុខចិត្តក្រោយទេណាមិនមែនយើងតែនិយាយថាសម័យឥឡូវសម័យព្រះឲ្យធ្វើបុណ្យភ្លាមបានផលភ្លាមសម័យបច្ចុប្បន្នធ្វើបុណ្យមិនងាយបានផលដល់តែយើងសិក្សាល្អិតទៅឃើញថាគ្រប់ខណៈទាំងអស់សុទ្ធតែជាផលដែរសុទ្ធតែជាផលរបស់កម្មដែរបាទអកុសលវិបាកកុសលវិបាកហ្នឹងគឺតាមរយៈទ្វេទាំង5ហ្នឹងដែលយើងសង្កេតបានពិសោធន៍បានពិចារណាបានយើងឮសំឡេងគ្រប់សំឡេងដែលយើងឮទាំងអស់ហ្នឹងគឺអាស្រ័យផលរបស់កម្មហុចផលឮសំឡេងល្អដូចជាយើងបានឮសំឡេងប្រធរដែលព្រះសង្ឃសម្ដែងធម្មទេសនាឃើញទេគឺជាផលរបស់បុណ្យហើយបុណ្យឲ្យផលទៅយើងអាចស្ដាប់ឮសំឡេងហ្នឹងមិនមែនគ្រប់គ្នាសុទ្ធតែអាចស្ដាប់ឮនៅសំឡេងព្រះធម៌បានទេបាទគ្រាន់តែពាក្យថាព្រះសម្មាសម្ពុទ្ធប៉ុណ្ណេះក៏មិនមែនអំណាចអកុសលឲ្យឮបានដែរគឺសុទ្ធតែជាកុសលបាទពាក្យថាព្រះពុទ្ធព្រះធម៌ព្រះសង្ឃពុទ្ធាំងសរណង្កិច្ឆាមិធម្មំសរណង្កិច្ឆាមិ
song khang sạ ra năng cái cha mi vấn đấy có chỉ phò rồi bọc bồn bát là hai mình mến phò rồi bọc báp ai ở dân lư nó bịa thật ở hàng thế phò rồi bọc báp ở dân lư nó bịa ạ sờ ru cái chê giờ cái đây tha cái stray cộng họ đại giờ thì đấy nít chỉ phò rồi bọc báp dân lư nó sầm lên là cái này dây mình là o trong cô giờ thì đấy sao ta chỉ phò rồi bọc báp hay phò lắm mau bị nè mau bị cam để dương ban sàng mau bị nè còn để chật kịch nâng ấy còn để chật kịch nâng ấy sang cam hay giờ về dương lư sầm lên để mình lõ cứ chỉ phò rồi ba nâng ấy chẳng cũng ngồi là hai để bằng em lư sầm lên nữa ở xa dương ban sang bây giờ tây tạ để khi nhau này dây thà tây tạ đấy cứ chắp trên nhầm pi mình nâng tao bên tây tạ nó cứ vậy đó chật còi chết mùi để dừng luôn một hơi nó thế mùi này ti muốn có trong một thà tay tất cả mặt hơi này đấy thuê pane thuê tài chia thuê chấm mau có đôi cái này đăng khăn đăng ai đăng khăn mình lõ chỉ phò bỏ bà bài đăng khăn lõ chỉ phò rồi bỏ bon này đâu cầm nát đăng này chẳng mình men cục cái này chỉ mò dương chết tật lần là o là hốt chết tật lần mình là o là hốt bây giờ sai Paul oi cam á cam oi Paul á bây giờ sai cam oi Paul rồi nè từ chia chấm mò anh đạt mình cài anh đạt rút chết có được cái này cả bò được phô nè class có bò được phô rồi bò sọt thì mình chân nhanh nhưng nữa nè class có bò được phô sọt thì rồi bò chân nhanh nè class cái này cây cỏ mình thằng đào lụ nó rút chết mà hồ bà hà bị xe hà chân ngay ý mà đo không hay cái được cái này đây cái tiệt tô tên nâng rụt điên cài bảo giới để dương chư scat trơn cái đầu để chẹt pe cái đầu pe chọc rồi spawn này chỉ đạo này sót từ dịp Paul rồi bọc bao hay bây giờ mẹ làm ta sẽ lạc luôn miền ti cần lại đây là coi đây sầm rạ ní việc sao ta chỉ Paul rồi bọc bồn đá nè cái nhé nè lạc có miên rồi chân đó mình qua ai cần lại sầm rạ rồi một tiết có tao nỉ rẽ pra trên việc lại nữa tao luôn nó lại làm ba chân đó sót ta chia ca rồi ra là bao cam đừng cam này ở Paul chẳng đó là pe tàu pa trong lại cái đau pe thì chạm pe rừng pe sport chọc chụp quân chư chỉ Paul bảo ba vậy chẳng cam Paul này mình mền to tại dương trên sự cam mà phép tao sầm lạp tao lui tao chọn tao plan tao để dây cả họ xe trường sở vân rồng lô bằng pen kia ấy từ dương ở trong một thà sang nấu cam đấy cổ sợ có sao là cam mưa tha thật sang là ba đấy hãy bon có đôi cái này đấy mình men to là dương tàu vọt tàu thoai cùng bờ ong thoai cùng bờ sông thờ tiền đã ba rồi xa sân từ một thà sang nấu ở bon đấy nhưng thơ rương đặc nhiệm rượu ra mình với kì chỉ cá sang nó ở bốn này còn tay về mình men miên trâm tại phần năng này xôm bay tại cá cất còn để dương nực tại đo côn bật côn bật thọ côn bật xong dương nực tại đo pẹ đây bật sầm đai tục hơi dương an tôi dùng ngập nhanh từ sau và xong tại ong đây bà ong ba bằng sau tục pẹ phần nó máu thôi dương miên phải nhà cả lần thôi dươngมีการเกิดประจารณาอันตรายละออบันนี้ให้ยังดังกดประพุทธบันนี้ก็ชั่วโมงทาการแซงนู้ก็สอบบ้านเถอะมันไปจำจริงสกรรมเพ็บเราละอัดเมนเทนส่งไปแต่ขนมอยู่สอบส่งไปแต่นขนมอยู่สอบđểจัดระบายเยอะนขนมอยู่สอบบ้างนึกแต่ดาวประพุทธประทบประสองนึกแต่ดาวเรื่องในยังเพิ่มเปิดละหรือก็จะสอบท่าบ้านก็สร้างเราทนก็สร้างวัดรามบอสมอัดบอดอันไตรเบดะสนามปทอขนมอยู่สอบซะนั้นเรียนจริงสกรรมมาเพ็บไอตัวรุ่ยก็ชั่วโมงท่าการสร้างนู้ก็สอบได้ส่งไปแต่ขนมอยู่สอบ
ហើយបាយអកុសលក៏ដូចគ្នាសូម្បីតែនៅក្នុងយល់សពក៏ដោយឃើញទេបើយើងយល់សពថាសម្លាប់គេយល់សពថាលួចគេវាគឺជាការសាងនៅអកុសលដូចគ្នាក្នុងយល់សពហ្នឹងឃើញទេមិនបានចេញសកម្មភាពអីដាច់កម្មបត្តិមែនទេអញ្ចឹងមិនថាល្អិតណាស់ការសាងនៅបុណ្យនឹងបាបនេះអញ្ចឹងដល់យើងបានដឹងរឿងហ្នឹងយើងត្រូវប្រយ័ត្នក្នុងការគិតរបស់យើងដែរហេតុអីបើយើងត្រូវប្រយ័ត្នជាពិសេសដូចជាការខឹងក្រោធការគុំគួននេះវាគឺជាការសន្សំនៅពេលដែលយើងមិនបានធ្លាប់ពិចារណាក្នុងការវាចាកនៅការខឹងក្រោធធ្លាប់ពិចារណាក្នុងការវាចាកក្នុងការសម្លាប់នៅពេលដែលយើងជួបរឿងរ៉ាវដែលមិនជាទីគាប់ចិត្តធ្វើឲ្យចិត្តរបស់យើងនឹងវាមានកម្លាំងក្នុងការសម្ដែងចេញនៅសកម្មភាពដាច់កម្មបត្តិដូចជាវាយដំប្រើអំពើហិង្សារហូតដល់សម្លាប់តែបើចិត្តយើងឧស្សាហ៍រលឹកដឹងថាការសាងនៅចិត្តដែលខឹងគុំគួននឹងគឺជាចិត្តអកុសលហើយយើងលះចាកវាចោលព្រោះយើងមើលឃើញថាអកុសលគឺជារបស់ដែលមិនល្អគឺយើងអត់មានហេតុផលអីត្រូវទៅកាន់វាទេទោះបីមានហេតុផលយ៉ាងណាក៏យើងមិនគួរកាន់ព្រោះយើងដឹងថារបស់ហ្នឹងក៏ខ្វក់ទៅហើយហេតុផលទាំងឡាយដែលលើកមកហ្នឹងសម្រាប់តែឲ្យយើងនឹងក៏ខ្វក់ហ្នឹងឯងអញ្ចឹងយើងអត់ត្រូវកាន់យើងត្រូវតែលះចោលរក្សាចិត្តយើងកុំឲ្យខឹងក្រោធរក្សាចិត្តយើងកុំឲ្យប្រមាថកុំឲ្យមានសេចក្តីខឹងក្រោធគុំគួនហ្នឹងអញ្ចឹងយើងរក្សាបែបហ្នឹងបានយូរទៅធ្វើឲ្យចិត្តរបស់យើងថ្នឹកដែរអញ្ចឹងនៅពេលដែលយើងជួបនៅរឿងរ៉ាវណាដែលមិនជាទីគាប់ចិត្តក៏យើងអាចបញ្ជាចិត្តរបស់យើងហ្នឹងកុំឲ្យធ្វើសកម្មភាពដែលហួសកម្រិតបានដែរដូចជាមិនប្រើអំពើហិង្សារហូតដល់មានការកាប់សម្លាប់ជាដើមនេះជាផលប្រយោជន៍នៃការដែលយើងដឹងអំពីការសាងកម្មដែលល្អិតបំផុតគ្រាន់តែចិត្តគិតណាបាទហើយបើយើងមិនដឹងប៉ុណ្ណឹងយើងថាគ្រាន់តែខឹងគ្រាន់តែស្អប់វាមិនតាន់ទៅសាងអំពើបាបអីខ្ញុំប្រកែកធ្វើបុណ្យណាខ្ញុំទៅវត្តខ្ញុំបាយទៅវត្តរាល់ថ្ងៃទៅស្ដាប់ធម៌ទៅអីទៅឲ្យទានខ្ញុំចូលបុណ្យម្ដងច្រើនពាន់ច្រើនម៉ឺនរៀលជាការធ្វើនៅសកម្មភាពខាងក្រៅប៉ុន្តែយើងមិនបានអប់រំនៅផ្លូវចិត្តខាងក្នុងឲ្យត្រូវដឹងថាចិត្តដែលគិតខណៈគ្រប់ខណៈហ្នឹងគឺជាការសាងកម្មដែរណាបាទអញ្ចឹងដល់តែសាងកម្មមិនល្អច្រើនវាធ្វើឲ្យយើងក៏ជួបតែរឿងមិនល្អច្រើនហ្នឹងឯងយើងឧស្សាហ៍ខឹងក្រោធច្រើនក៏យើងតែងតែជួបឮសំឡេងឃើញរូបដឹងក្លិនដឹងរសដឹងផុតថាពៈធម្មរំអីទាំងអស់គឺសុទ្ធតែរបស់មិនល្អព្រោះជាផលរបស់បាបចា៎បើជាផលរបស់បាបឲ្យវាល្អមិនកើតធម្មជាតិហ្នឹងវាត្រូវឲ្យមកអញ្ចឹងតែផលរបស់បាបវាមិនល្អហ្នឹងឯងហើយដល់ពេលយើងចេះតែឆ្ងល់អាម៉េចបានជាខ្ញុំចេះតែជួបរឿងមិនល្អព្រោះតែយើងសន្សំចិត្តរបស់យើងប្រកបដោយរឿងមិនល្អរហូតហ្នឹងហើយយើងអត់ដឹងថាហ្នឹងគឺជាការសាងនៅបាបយើងថាយើងតើទៅសម្លាប់គេហ្មងទៅជេរគេហ្មងទៅលួចគេហ្មងយើងអត់ដឹងថាការសន្សំតិចហ្នឹងគឺជាការសាងបាបចាតែយើងដឹងបើដឹងថាអូតាមពិតមកពីខ្ញុំសាងបាបរឿយអញ្ចឹងមិនចេះតែខ្ញុំជួបរឿងមិនល្អរឿយដែរហ្នឹងអញ្ចឹងហើយនៅពេលដែលជួបរឿងមិនល្អរឿយហ្នឹងហើយមិនមែនចប់ត្រឹមប៉ុណ្្នឹងទេចិត្តរបស់យើងនេះយើងពិចារណាតទៅទៀតមើលដំបូងឡើយយើងសាងនៅចិត្តអកុសលហើយសាងនៅចិត្តខឹងក្រោធហើយឈ្មោះថាសាងនៅបាបអញ្ចឹងដែលយើងសាងនៅចិត្តខឹងក្រោធនេះដែលចិត្តរបស់យើងខឹងក្រោធនេះឈ្មោះថាសាងនៅអំពើបាបហើយអញ្ចឹងវាមិនត្រូវឲ្យផលអញ្ចឹងឲ្យផលមកដូចជាទីហៅថាឲ្យយើងឮសំឡេងមិនល្អជាផលរបស់ចិត្តដែលយើងសាងខឹងមិញឮសំឡេងមិនល្អដល់តែយើងឮសំឡេងមិនល្អយើងមិនកំណត់ដឹងថាហ្នឹងជាផលរបស់ចិត្តដែលយើងបានសាងហើយ
បើយើងអត់មានប្រតិកម្មតបវានឹងអស់ត្រឹមប៉ុណ្ណឹងហើយមែនទេព្រោះយើងបានសាងហើយឥឡូវវាឲ្យផលមកហើយវាមិនអស់ត្រឹមប៉ុណ្ណឹងប៉ុន្តែចិត្តរបស់បុថុជនរបស់យើងនេះដែលហេតុអវិជ្ជាវង្វេងមិនដឹងរឿងមិនដឹងសេចក្តីពិតគ្រាន់តែឮសំឡេងមិនល្អក៏ខឹងបន្តទៅទៀតបាទឃើញទេខឹងបន្តទៅទៀតឮគេជេរយើងខឹងទៀតដល់តែខឹងទៀតហ្នឹងមិនឈ្មោះថាសាងទៀតហើយឃើញទេសាងទុកឲ្យគេជេរថ្ងៃក្រោយទៀតឃើញទេអញ្ចឹងយើងដំបូងយើងខឹងវាជាការសាងកម្មមួយហើយវាត្រូវឲ្យផលមកឲ្យយើងឮសំឡេងគេជេរយើងតាមពិតបើយើងឈប់ប្រតិកម្មនៅក្នុងពេលនេះវាអស់ត្រឹមប៉ុណ្ណឹងហើយប៉ុន្តែយើងអត់ព្រមចិត្តបព្វធជនរបស់យើងមិនព្រមគេជេរយើងហើយចឹងណាខឹងតទៅវិញខឹងតហ្នឹងគឺបណ្ដោះកម្មថ្មីទៀតហើយគឺអកុសលកម្មទៀតហើយខឹងទៅវិញសម្រាប់ឲ្យគេជេរនៅថ្ងៃក្រោយទៀតឃើញកម្មវាវល់អញ្ចឹងនេះវល់ណាឃើញរូបក៏ដូចគ្នាឃើញរូបមិនល្អទៅចិត្តឃើញរូបល្អពេលខ្លះកុំថាឡើយអកុសលឲ្យផលសូម្បីតែកុសលឲ្យផលណាឲ្យឃើញរូបល្អព្រោះកុសលឲ្យផលឲ្យយើងល្អឃើញទេយើងឃើញរូបល្អប៉ុន្តែយើងអត់ពិចារណាថាវាត្រឹមតែជាផលរបស់កម្មដែលយើងធ្លាប់បានសាងក្នុងអតីតពេលនេះជាពេលទទួលផលបើយើងអត់ប្រតិកម្មក្នុងពេលនេះនឹងអស់គ្នាតែប៉ុណ្្នឹងហើយមែនទេប៉ុន្តែចិត្តរបស់បុថុជនយើងនេះឃើញរូបល្អហើយតែងចេញទៅផ្លូវពីរទៀតត្រេកអរជ្រះថ្លាទៅសាងកុសលបន្តនាំឲ្យយើងឃើញរូបល្អបន្តទៀតហ្នឹងមួយបែបទៀតពេលខ្លះឃើញរូបល្អហើយក៏ជាប់ជាពាក់ជាមួយនឹងរូបល្អភ្លើតភ្លើនជាមួយនឹងរូបល្អស្រឡាញ់ជាប់ជាពាក់ជាមួយនឹងរូបល្អដូចជាយើងបានឃើញយើងមានឱកាសក្នុងការដែលយើងនៅផ្ទះល្អក៏ឈ្មោះថាកម្មផលបុណ្យឲ្យផលដែរព្រោះយើងឃើញផ្ទះរបស់យើងល្អស្អាតតុបតែងបានល្អហ្នឹងអាស្រ័យផលរបស់កម្មដែរដែលនាំឲ្យយើងឃើញស្អាតឃើញទេអញ្ចឹងយើងជួបជាពាក់ជាមួយនឹងអាផ្ទះស្អាតរបស់យើងហ្នឹងមិនហ៊ានទៅណាទេនៅតែផ្ទះបោះតែជូតដល់ហ្នឹងឃើញទេគេហៅទៅធ្វើបុណ្យក៏មិនទៅស្ដាប់ធម៌ក៏មិនទៅជាប់ជាពាក់រវល់ជាមួយនឹងការងារឃើញជាប់ជាពាក់ហ្នឹងឯងចិត្តជាប់ជាពាក់ចិត្តប្រកបដោយលោភៈហើយចិត្តពេលហ្នឹងសាងនៅអកុសលទៀតធ្វើឲ្យថ្ងៃក្រោយយើងលែងមានឱកាសឃើញនៅរូបល្អហ្នឹងវិញហើយឃើញទេអញ្ចឹងចិត្តបុថុជនយ៉ាងនេះសម្បូរទៅដោយអកុសលដ៏ច្រើនទាំងរឿងខ្លះវាជាផលរបស់បុណ្យសោះហ្នឹងក៏យើងបង្កើតទៅជាកម្មថ្មីគឺបង្កើតទៅជាផលរឿងបាបទៅវិញបង្កើតនៅបាបអកុសលកម្មទៅវិញឃើញទេហើយទាំងរឿងខ្លះជារឿងបាបស្រាប់ខ្លួនវាឲ្យផលមកដល់ច្រើនគឺมันអាចបំលែងវាទៅជាបុណ្យទេបុថុជនរបស់យើងនេះឃើញរូបមិនល្អទៅទាស់ឬសំឡេងមិនល្អទៅទាស់ឃើញទេមិនងាយនឹងបានពិចារណាហើយសាងនៅកុសលជំនួសវិញទេអញ្ចឹងហើយគឺស្មើនឹងយើងឮសំឡេងមិនល្អហើយយើងយកក្របពូជសំឡេងមិនល្អទៅដាំសម្រាប់ឮទៅថ្ងៃក្រោយទៀតយើងកើតមកក្នុងតកោក្រហើយយើងក៏ខឹងជាមួយនឹងការដែលយើងមកកើតក្នុងតកោក្រខឹងម៉ែខឹងឪដែលមិនខំប្រឹងដែលមិនទុកចែកទ្រព្យសម្បត្តិឲ្យយើងជាដើមនោះធ្វើឲ្យយើងក្ររហូតនេះគឺជាការខឹងហ្នឹងអីសាងនៅអកុសលកម្មទៀតដែរគឺមានន័យថាសាងទុកឲ្យយើងក្រតជាតិទៅទៀតតពេលវេលាទៅមុខទៅទៀតហើយហ្នឹងឃើញទេអញ្ចឹងគឺវាល្អិតណាស់ក្នុងការដែលកម្មផលនេះដំណើរការនេះគ្រាន់តែយើងសិក្សាឲ្យយើងប្រតិបត្តិឃើញឲ្យយើងអាចពិចារណាឃើញនៅក្នុងជីវិតរបស់យើងប៉ុន្តែវាមានរឿងល្អិតជាងនឹងជ្រៅទៅទៀតដែលយើងមិនទាន់បានពិចារណាឃើញនៅក្នុងមេរៀនបរមត្ថធម៌ក៏បានបង្រៀនទៅហើយដូចជាទ្វាលើសពីទ្វាទី5ទៅគឺដល់មានទ្វាទី6រហូតដល់មានកំណើតក្រោកជាតិក្រោយជាតិអីហ្នឹងឃើញទេល្អិតណាស់ប៉ុន្តែយើង
គិតមិនឃើញដល់ចំណុចហ្នឹងតែខ្ញុំអត់និយាយទេខ្ញុំនិយាយត្រឹមតែទ្វេទាំង5អញ្ចឹងបងប្អូនត្រូវរលឹកដឹងជានិច្ចថាគ្រប់រឿងរ៉ាវដែលបងប្អូនបានជួបប្រទះទាំងឡាយនៅក្នុងពេលបច្ចុប្បន្ននេះវាសុទ្ធសឹងតែជាផលរបស់កម្មដែលបងប្អូនបានសាងកាលពីអតីតពាក្យថាអតីតមិនមែនជាតិមុនទេគឺត្រឹមតែប្រមាណនាទីមួយខណៈមុនថយទៅក្រោយសុទ្ធតែជាអតីតកាលមួយនាទីមុនថយទៅក្រោយសុទ្ធតែជាអតីតកាលទាំងអស់ឃើញទេខ្ញុំមកអង្គុយទីនេះនិយាយនេះក៏កំពុងតែសាងនៅកម្មហើយបាទហើយបន្តិចទៀតខ្ញុំនឹងជួបរឿងអីបន្តវាអាស្រ័យកម្មដែលខ្ញុំបានសាងឥឡូវហ្នឹងបន្តិចនេះអ្នកខ្ញុំសាងឥឡូវហ្នឹងតិចទៀតជួបរឿងអីខ្ញុំអត់ដឹងឃើញទេប៉ុន្តែមិនមែនមានន័យថាខ្ញុំសាងឥឡូវហ្នឹងហើយវាជួបអាហ្នឹងត្រង់ភ្លឹងអញ្ចឹងទេកម្មនេះគឺវាឲ្យផលយើងមិនអាចដឹងបានវាជាវិស័យមួយដែលយើងមិនអាចដឹងបានតើតែវិស័យពុទ្ធឃើញទេរឿង4យ៉ាងដែលយើងមិនគួរគិតព្រះអង្គសម្ដែងពុទ្ធវិស័យឃើញទេវិស័យរបស់ពុទ្ធក៏យើងអាចដឹងបានដែរថាពុទ្ធត្រាស់ដឹងយ៉ាងម៉េចយល់យ៉ាងម៉េចចេះយ៉ាងម៉េចឃើញទេវិស័យរបស់កម្មនេះវិស័យរបស់កម្មនេះកម្មយើងសាងអញ្ចឹងដែលឲ្យផលទៅម៉េចយើងអត់ដឹងទេប៉ុន្តែបងប្អូនត្រូវដឹងថាសាងកុសលកម្មឲ្យផលមកកុសលវិបាកហើយមានន័យថាសាងបុណ្យគឺបានបុណ្យហើយសាងបាបបានបាបហើយពេលខ្លះយើងកំពុងតែសាងនៅអំពើបុណ្យស្រាប់តែទទួលបាននៅផលបាបភ្លាមវាមិនមែនជាផលរបស់បុណ្យដែលយើងសាងបាញ់មិញហ្នឹងទេគឺជាផលរបស់បាបដែលវាត្រូវឲ្យផលមកដល់ពេលហ្នឹងវាសាងយូរហើយវាមានកម្លាំងពេញលេញវាទៅតែឲ្យផលបុណ្យដែលយើងទៅសាងមិញនេះវាអត់តាន់មានកម្លាំងពេញលេញក្នុងការឲ្យផលវាទុកសិនរក្សាទុកសិននេះដែលព្រះអង្គសម្ដែងពីការឲ្យផលរបស់កម្មប្រៀបបីដូចជាសត្វគោដែលចេញពីក្រោលមានគោសនិងគោខ្មៅគោសប្រៀបដូចនឹងផលបុណ្យចុះគោខ្មៅប្រៀបដូចនឹងផលបាបចុះអញ្ចឹងវាត្រូវតែឲ្យផលគឺវាត្រូវការចេញពីក្រោលយើងមិនដឹងថាគោណាចេញមុនគោណាចេញក្រោយវាអាស្រ័យហេតុផលរបស់វាទី1បើក្នុងក្រោលនោះសម្បូរទៅដោយគោខ្មៅឱកាសនៃការចេញរបស់គោគឺគោខ្មៅមានឱកាសចេញមុនហើយមែនទេបាទប៉ុន្តែมันប្រកបទៀតបើសម្បូរទៅដោយគោខ្មៅហើយគោខ្មៅខ្សោយគោសតិចប៉ុន្តែគោសមានកម្លាំងជាងក៏គោសមានឱកាសបញ្ជ្រាបចេញមកបានមុនបានដែរនេះហើយក៏มันប្រកបអញ្ចឹងទៀតពេលខ្លះគោខ្មៅនឹងខ្សោយដែរហើយមានចំនួនតិចទៅទៀតប៉ុន្តែវានៅមាត់ក្រោលបាត់ទៅហើយគ្រាន់តែបើកវាចេញមុនហើយឃើញទេបាទអញ្ចឹងឱកាសក្នុងការឲ្យផលរបស់កម្មឱកាសក្នុងការឲ្យផលរបស់បាបនិងបុណ្យនេះយើងអត់អាចដឹងបានទេជាវិស័យមិនមែនជាវិស័យរបស់យើងគិតឃើញទេណាអញ្ចឹងយើងគ្រាន់តែដឹងថាបើយើងសាងបាបគឺបានបាបហើយផលរបស់វាហើយបើយើងសាងនៅបុណ្យគឺផលរបស់វាប្រកាសជាផលបុណ្យហើយល្អហើយប៉ុន្តែវាឲ្យផលពេលណាវាឲ្យផលបែបម៉េចយើងអត់អាចដឹងបានវាមិនមែនជាវិស័យរបស់យើងអាចដឹងបានគ្រាន់តែថាបាបគឺមិនដែលឲ្យផលទៅជាបុណ្យទេហើយបុណ្យក៏មិនដែលឲ្យផលទៅជាបាបម្ដងណាមិនដែលច្រឡំគ្នាទេធម្មជាតិមួយនេះអត់ដែលចេះច្រឡំគ្នាទេតែយើងទេអ្នកច្រឡំថាខ្ញុំសាំងខ្ញុំធ្វើតែបុណ្យតែខ្ញុំមិនដែលបានផលល្អទេខ្ញុំជួបតែផលល្អអាក្រក់ខណៈដែលយើងកំពុងតែមានចិត្តគិតបែបហ្នឹងថាខ្ញុំសាងតែអំពើកុសលសាងតែអំពើបុណ្យស្រាប់តែខ្ញុំជួបតែផលអាក្រក់ក៏ឈ្មោះថាសាងអកុសលទៀតបាត់ទៅហើយក៏ឈ្មោះថាសាងនៅអំពើបាបទៀតបាត់ទៅហើយអញ្ចឹងបន្តជួបរឿងបែបហ្នឹងទៀតព្រោះវាឲ្យកម្លាំងដល់គ្នាវាដូចថាផលបាបវាត្រៀមឲ្យផលប៉ុន្តែវាស្ទើរកម្លាំងវាទៅតែឲ្យផលបន្តិចហើយយើងក៏ទើសទាស់ជាមួយនឹងអាការឲ្យផលរបស់បាបហ្នឹងក៏យើងថាខ្ញុំខំប្រឹងសាងតែល្អតែមិនដែលបានផលល្អសោះខឹងទើសទាស់នឹងអាហ្នឹងស្មើនឹងផ្ដល់កម្លាំងឲ្យអកុសលដែលត្រៀមឲ្យផលគ្រប់ពេញលេញឃើញទេឃើញវាល្អិតជាងនេះបាទមិនមែនសម្រាប់តែជាតិក្រោយទេជាតិឥឡូវនេះដឹងរឿងរ៉ាវទាំងឡាយតាមរយៈទ្វេទាំង5នេះ
គឺសុទ្ធតែជាការឲ្យផលរបស់កម្មទាំងអស់ណាអញ្ចឹងវាល្អិតបើយើងបានសិក្សាអំពីបរមត្ថធម៌ទៅច្បាស់អំពីកន្លែងហ្នឹងហើយខ្ញុំក៏មិនទាន់ថាច្បាស់លាស់ដឹងដែរគ្រាន់តែថាខ្ញុំបានឆ្លងកាត់ការសិក្សាហើយពិចារណារឿយទៅឃើញថាហេតុផលបែបហ្នឹងមែនហើយអាចតាំងចិត្តតាំងអារម្មណ៍របស់យើងកុំឲ្យធ្លាក់ចុះក្នុងអកុសលកម្មច្រើនពេកត្រង់ចំណុចណាដែលយើងអាចវាចាក់បានយើងព្យាយាមវឹកហាត់រៀនវាចាក់ចិត្តរបស់យើងត្រង់ចំណុចណាដែលយើងមិនទាន់ធ្វើបានមាននិស្ស័យយើងមិនទាន់ដល់យើងគ្រាន់តែកំណត់ដឹងថាជារឿងដែលយើងត្រូវវាចាក់ហើយយើងព្យាយាមវឹកហាត់របស់យើងចិត្តរបស់យើងបន្តទៅទៀតមកដូចជាការខឹងក្រោធការចង់បានការនិយាយកុហកការក្បត់ប្រពន្ធកូនកាមេបាទហើយដូចជាសុរាការផឹកគ្រឿងស្រវឹងអីជាដើមនិយាយទៅគឺសិល5បាទខ្ញុំផ្ដោតទៅលើសិល5យើងមើលទៅថាតើយើងអាចនិយាយចាក់បានប្រមាណហើយឃើញទេហើយតេតងផ្លូវចិត្តរបស់យើងដែលយើងឧស្សាហ៍គិតរឿងខឹងរឿងចំណែនអ្នកដតីរឿងកើតទុកច្រើនគឺយើងព្យាយាមបំបត្តិវាព្យាយាមតាំងចិត្តព្យាយាមបង្កើននូវកុសលធម៌ចំនួនដែលយើងមើលឃើញថាវាជាអកុសលចឹងយើងព្យាយាមរឿយទៅជាការវឹកហាត់ផ្លូវចិត្តរបស់យើងមួយដែរមានការផ្ដល់នូវកម្លាំងចិត្តឲ្យចិត្តរបស់យើងមានកម្លាំងបែកខាងកុសលច្រើនទៅយូរទៅវាល្អជាងដែលយើងរក្សាចិត្តខឹងរក្សាចិត្តគុំគួនដូចខ្ញុំនិយាយខាងដើមមិញតែកាលណាយើងរក្សាចិត្តខឹងគុំគួនច្រើនយូរទៅគង់តែដាច់ទៅជាប្រើអំពើហិង្សារហូតដល់មានការកាប់សម្លាប់ជាដើមណាអញ្ចឹងក្នុងវីដេអូនេះខ្ញុំសូមលើកឡើងតែប៉ុណ្នេះហើយបើមានលើសលួសខ្វះខាតត្រង់ចំណុចណាសូមបងប្អូនទាំងអស់គ្នាជួយកែតម្រូវផងអញ្ចឹងចាំមើលពេលមានឱកាសក្រោយយើងនឹងជួបគ្នានិយាយអំពីប្រធានបទដទៃផ្សេងទៀតអញ្ចឹងវីដេអូនេះមានត្រឹមប៉ុណ្ណឹងចាស់ណាសូមគោរពជម្រាបលាបងប្អូនទាំងអស់គ្នា